ខ្ញុំជឿថាប្រិយមិត្តដែលកំពុងទស្សនាវីដេអូនេះប្រកាសជាអ្នកដែលស្រឡាញ់កាមេរ៉ានិងតែងតែចង់ដឹងចង់លឺអំពីបច្ចេកវិទ្យាថ្មីៗរបស់កាមេរ៉ាដែលបង្ហាញចេញជាបន្តបន្ទាប់ហើយនៅក្នុងថ្ងៃនេះដែរ Cambodia Report នឹងធ្វើការ review ម៉ាស៊ីនកាមេរ៉ាស៊េរីថ្មីមួយដែលមានតម្លៃធូរថ្លៃនិងទើបតែមកដល់ office របស់ខ្ញុំប៉ុន្មានថ្ងៃនេះប៉ុណ្ណោះនេះគឺជា Canon EOS 1300D កាមេរ៉ាប្រភេទ DSLR ស៊េរីថ្មីទើបប្រកាសចេញជាផ្លូវការនាឆ្នាំ2016ថ្មីៗកន្លងទៅនេះវាត្រូវបានបង្កើតឡើងដើម្បីជំនួសតំណែង EOS 1200D ដែលចេញកាលពីឆ្នាំ2014កន្លងទៅហើយថែមទាំងមានសមត្ថភាពប្រសើរជាងមុនថែមទៀតផងក្រឡេកមកមើលនៅក្នុងប្រអប់និងការវិខ្ចប់របស់វាគឺពុំមានអ្វីប្លែកឡើយដោយយើងនឹងទទួលបានសៀវភៅណែនាំពីក្បាលម៉ាស៊ីនកាមេរ៉ាមួយកែវ lens 18 ទៅ 55 mm មួយខ្សែកាមេរ៉ាមួយឆ្នាំងសាកមួយថ្មមួយគ្រាប់ដោយសារនិងខ្សែ USB ចំនួន1រូបរាងទាំងស្រុងរបស់ 1300D ថ្មីនេះពុំមានអ្វីខុសប្លែកគ្នាពី 1200D នោះទេតួម៉ាស៊ីនស្របឡើងពីជ័រស្វិតមានគុណភាពខ្ពស់មិនបន្សល់ស្នាមក្រយៅដៃនៅពេលចាប់កាន់រួចវាក៏មានជ័រគ្រើមជួយសម្រួលសម្រាប់ចាប់កាន់នៅក្នុងដៃឲ្យមានសភាពស្អិតណែនល្អនិងមានទម្ងន់ត្រឹមតែ485ក្រាមប៉ុណ្ណោះរាល់ប៊ូតុងចុចបញ្ជាគឺមានទីតាំងនៅផ្នែកខាងស្ដាំទាំងអស់ងាយស្រួលសម្រាប់អ្នកប្រើប្រាស់បញ្ជានៅពេលកាន់កាមេរ៉ាដោយប្រើតែដៃខាងស្ដាំខ្ញុំយល់ថាវាងាយស្រួលម្យ៉ាងដែរដែលយើងមិនចាំបាច់ប្រើដៃដល់ទៅ2នោះទេម្យ៉ាងទៀតចំពោះអ្នកដែលមានប្រអប់ដៃតូចក៏អាចប្រើវាបានយ៉ាងងាយស្រួលដូចគ្នាអេក្រង់ខាងក្រោយនេះមានទំហំ3អ៊ីងប្រភេទ TFT LCD ដែលដកអេក្រង់មានចំនួន920,000អាចបង្ហាញរូបភាពបានដិតច្បាស់និងម៉ត់រលោងតែមិនមែនជាអេក្រង់ touch screen នោះទេមានន័យថាបើអ្នកចង់បញ្ជាទៅលើមុខងារអ្វីមួយក៏ដូចជា setting នៅលើផ្ទាំងមេនុយនោះគឺត្រូវប្រើប្រាស់ប៊ូតុងនៅខាងស្ដាំទាំងអស់ក៏ដូចជាកងបង្វិលនៅខាងលើនេះមុខងារថ្មីមួយដែលមានបំពាក់នៅលើ 1300D នេះគឺ Wi-Fi តែម្ដងដែលវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការភ្ជាប់កាមេរ៉ាមួយនេះទៅកាន់ smartphone ដំណើរការដោយ Android និង iOS តាមរយៈ Wi-Fi ដោយអ្វីដែលខ្ញុំកំពុងតែធ្វើការបង្ហាញនេះហើយ smartphone របស់អ្នកត្រូវមានកម្មវិធី Canon Camera Connect ដែលអាច download បានតាមរយៈ Play Store និង App Store បានដោយមិនគិតប្រាក់ពេលភ្ជាប់ទៅកាន់កាមេរ៉ារួចយើងអាចបញ្ជាទៅលើមុខងារ Remote ដើម្បីថតយករូបភាពដែលពុំចាំបាច់កាន់កាមេរ៉ាថែមទាំងអាចមើលរូបភាពនៅក្នុង Memory ហើយទាញយកវាមកដាក់នៅក្នុងម៉ាស៊ីនទូរស័ព្ទរបស់យើងដើម្បីចែកចាយទៅកាន់បណ្ដាញសង្គមបានភ្លាមៗផងដែរនៅជំរាខាងឆ្វេងនេះយើងឃើញមានរុនដំណភ្ជាប់ចំនួន3គឺរុន HDMI output USB 2.0 និងរុនសម្រាប់ភ្ជាប់ទៅកាន់ Remote ប្រើខ្សែនៅខាងលើដោយពុំមានរុនសម្រាប់ដាក់បន្ថែមនៅឧបករណ៍ស្រូបសំឡេងឡើយហេតុដូច្នេះការថតវីដេអូអាចនឹងមានបញ្ហាបន្តិចបន្តួចជុំវិញប្រព័ន្ធសំឡេងដោយកាមេរ៉ានេះមានរុនស្រូបសំឡេងនៅតែខាងមុខមួយប៉ុណ្ណោះយើងអាចដាក់ថ្មឬ memory card នៅខាងក្រោមនេះបានក៏ប៉ុន្តែបើអ្នកប្រើប្រាស់ tripod ដើម្បីថតហើយចង់ដោះ memory ឬថ្មចេញគឺវាពិបាកបន្តិចដោយតម្រូវឲ្យយើងដោះកាមេរ៉ានេះចេញពី tripod ជាមុនសិនទើបអាចដោះ memory ចេញបានដែលវាគឺជាចំណុចអវិជ្ជមានមួយរបស់ 1300D នេះឥឡូវយើងនិយាយអំពីសមត្ថភាពថតរូបរបស់កាមេរ៉ានេះវិញម្ដង 1300D បំពាក់មកជាមួយនឹង sensor CMOS ប្រភេទ APS-C បែប crop sensor ទំហំ 22.3 គុណនឹង 14.9 mm អនុញ្ញាតឲ្យអ្នកប្រើប្រាស់ថតយករូបភាពបានច្បាស់ក្នុងទំហំ18 megapixel ហើយគុណភាពរូបភាពដែលថតឡើងពីកាមេរ៉ានេះខ្ញុំហ៊ាននិយាយបានថាវាអាចទទួលយកបាននិងស្រស់ស្អាតការថតរូបនៅក្នុងកលៈទេសៈ low light ដោយរូបក្បាលស្វាមួយនេះខ្ញុំសង្កេតឃើញថាវាមាន noise ច្រើនដែរតែអ្នកក៏អាចប្រើប្រាស់ flash ជំនួយក្នុងការថតរូបនៅទីកន្លែងងឹតបានផងដែរបើសិនជាយើងចេះប្រើប្រាស់មុខងារ manual mode យ៉ាងជំនាញទៀតនោះយើងអាចធ្វើការថតរូបបានកាន់តែអស្ចារ្យមិនចាញ់កាមេរ៉ាស៊េរីលើវាប៉ុន្មាននោះទេ Canon ក៏បានបំពាក់នៅបន្ទះ chip Digic 4 Plus ដែលធ្វើឲ្យវាដំណើរការបានកាន់តែលឿនជាងចំនួនមុននិងថតរូបសន្លឹកបានចំនួន3ប៉ុសក្នុង1វិនាទីដោយក្នុង Viewfinder មានចំណុច focus ចំនួន9កន្លែងប្រព័ន្ធពន្លឺ ISO យើងអាចជ្រើសរើសពី Auto ឡើងទៅដល់6400សម្រាប់ថតរូបនៅកន្លែងដែលមានពន្លឺខ្លាំងពេកក៏ដូចជាពន្លឺទាបពេកហើយយើងក៏អាចតម្លើងខ្ពស់បំផុតដល់ទៅ12800សម្រាប់កលៈទេសៈចាំបាច់ផ្សេងៗចំពោះល្បឿន shutter speed វិញយើងអាចថតបានយូរបំផុតត្រឹម30វិនាទីនិងខ្ពស់បំផុត1លើ4000វិនាទីសម្រាប់ថតរូបនៅទីកន្លែងដែលខ្វះពន្លឺខ្លាំងឬចង់បានរូបភាពបែប blur galaxy light ray និងផ្សេងៗជាច្រើនទៀតដែលវាអាចធ្វើទៅបានដូចទៅនឹងកាមេរ៉ាដែលមានតម្លៃថ្លៃៗអញ្ចឹងដែរកម្រិត aperture គឺមានអ្នកយល់ដឹងអំពីកាមេរ៉ាមួយចំនួនមិនបានគិតទៅដល់នោះទេតាមពិតទៅ aperture ធំឬតូចអាស្រ័យទៅលើកែវ lens របស់វាប៉ុណ្ណោះដោយ EOS 1300D នេះមានភ្ជាប់មកជាមួយនឹង kit lens 18 ទៅ 55 mm មានកម្រិត aperture ធំបំផុត 3.5 និងតូចបំផុត 35 កែវ lens នេះមានមុខងាររក្សាលំញ័របានយ៉ាងល្អក៏ប៉ុន្តែល្បឿន focus របស់វាគឺនៅយឺតបន្តិចហើយថែមទាំងមានសំឡេងរំខានទៀតផងដោយនេះម្នាក់មានថវិកាច្រើនជាងនេះបន្តិចនោះអ្នកគួរតែធ្វើការផ្លាស់ប្ដូរកែវ lens ពពួក Canon EF ប្រភេទផ្សេងៗបានឬបានត្រឹម lens 18 ទៅ 135 mm ក៏ល្អដែរដែលវាបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់មិនថាល្បឿន focus រហ័សនោះទេវាក៏គ្មានសំឡេងរំខានទៀតផងដែរ
ចំពោះការថតវីដេអូវិញយើងអាចថតបានក្នុងកម្រិត Full HD 1080p ក្នុងល្បឿន 25 frame ឬ 24 frame ដូចជា 720p ក្នុងល្បឿន 50 frame និង 480p ក្នុងល្បឿន 25 frame វីដេអូដែលថតឡើងចេញពីកាមេរ៉ានេះអាចឲ្យយើងទទួលយកបានមិនស្អាតពេកហើយក៏មិនអន់ពេកនោះដែររីឯប្រព័ន្ធស្រូបសំឡេងគឺនៅមានកម្រិតនៅឡើយបើទោះបីជា Canon EOS 1300D នេះគឺជាប្រភេទកាមេរ៉ា entry level ស៊េរីទាបនៅក្នុងត្រកូល DSLR ក៏ពិតមែនតែបន្ទាប់ពីបានប្រើប្រាស់វាមួយរយៈមកអ្វីដែលខ្ញុំចង់ប្រាប់ទៅដល់អ្នកទាំងអស់គ្នានោះគឺតួម៉ាស៊ីនរបស់វាមានគុណភាពល្អថតរូបនិងវីដេអូបានស្អាតទទួលយកបានថែមទាំងអាចចែករំលែករូបភាពទៅកាន់ smartphone ហើយបង្ហោះចែកចាយទៅកាន់បណ្ដាញសង្គមនានាបានយ៉ាងងាយស្រួលថែមទៀតផងវាពិតជាពិសេសបំផុតសម្រាប់អ្នកដែលចង់បានកាមេរ៉ាពពួក DSLR មានតម្លៃធូរថ្លៃនៅក្នុងទីផ្សារដើម្បីយកទៅសិក្សាឬថតរូបកម្សាន្តនៅពេលទំនេរជាដើមបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់ជាវ Canon EOS 1300D នេះយកទៅប្រើប្រាស់អ្នកអាចស្វែងរកជាវវាបាននៅតាមបណ្ដាហាងលក់កាមេរ៉ានានានៅក្នុងប្រទេសកម្ពុជាយើងឬនៅតាមសាខាហាងលក់កាមេរ៉ា iClick ជាមួយនឹងតម្លៃ 1,920,000 រៀលដែលស្មើនឹង$480អរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅឱកាសក្រោយទៀត